សេត្រីខ្មែរដែលពិការដៃម្ខាងដែលសមត្ថកិច្ចថៃឃាត់ខ្លួនថ្ងៃមុនត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅប្រទេសថៃជារៀងរហូតស្ត្រីខ្មែរដែលពិការដៃម្ខាងដែលសមត្ថកិច្ចថៃឃាត់ខ្លួនរយៈពេល2យប់ដោយចោទប្រកាន់ថាចូលទៅប្រទេសថៃដោយខុសច្បាប់ត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅប្រទេសថៃជារៀងរហូតនាពេលអនាគតនេះបើតាមការចុះផ្សាយពីកាសែត The Nation របស់ថៃ The Nation ចុះផ្សាយថាអ្នកស្រីក៏ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់អន្តរប្រវេសន៍ថៃក្នុងនាមជាការគំរាមកំហែងដល់សន្តិសុខជាតិដែលធ្វើឲ្យអ្នកស្រីត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យចូលប្រទេសនេះឡើងវិញនាថ្ងៃទី27ខែមិថុនាអ្នកស្រីនិងមនុស្សជាច្រើនទៀតត្រូវបានសមត្ថកិច្ចថៃដឹកតាមឡានបញ្ជូនចេញមកកម្ពុជាវិញហើយអ្នកស្រីថ្លែងថាអ្នកស្រីនឹងមិនត្រឡប់ទៅថៃវិញទេអំឡុងពេលភាគីថៃឃាត់ខ្លួនរដ្ឋបាលខេត្តបន្ទាយមានជ័យអាជ្ញាធរមូលដ្ឋាននិងអង្គកងជលកម្ពុជាប្រចាំខេត្តស្រះកែវបានខ្នះខ្នែងដើម្បីទទួលបានការដោះស្រាយជាមួយភាគីថៃរហូតពួកគេបានដោះលែងស្ត្រីទាំងពីរនាក់ដែលក្នុងនោះក៏មានអ្នកស្រីវណ្ណារីផងដែរឲ្យបានត្រឡប់មកកម្ពុជាវិញ